ចាសួស្តីបងប្អូនប្រិយមិត្តជាទីស្នេហាថ្ងៃនេះខ្ញុំមានរឿងរ៉ាវពាក់ព័ន្ធទៅនឹងលោកផុនយុទ្ធដែលជាជនពិការរស់នៅខេត្តតាកែវស្រុកត្រាំកក់ដែលកន្លងមកលោកធ្លាប់ជាអ្នកនិយាយបើកចំហនៅតាមបណ្ដាញអ៊ីនធឺណិតទៅមហាជនស្ដាប់ក៏ប៉ុន្តែបច្ចុប្បន្ននេះលោកត្រូវគេចាប់ឃុំខ្លួននៅថ្ងៃទី29ឆ្នាំ2025ខែ10យើងនេះអញ្ចឹងលោកត្រូវបានគេចាប់ដាក់គុកដោយមូលហេតុយ៉ាងណានោះខ្ញុំក៏មិនបានដឹងដែរដោយសារតែព័ត៌មានហ្នឹងគេមិនបានផ្ដល់ជាភស្តុតាងអ្វីមួយដែលបញ្ជាក់ថាចាប់គាត់ហ្នឹងដោយសារមូលហេតុអ្វីទេហើយលោកផុនយុទ្ធហ្នឹងគឺគាត់ជាអ្នកធ្លាប់និយាយអំពីបញ្ហាសង្គមពាក់ព័ន្ធទៅនឹងការដឹកនាំរបស់ថ្នាក់ដឹកនាំនៅទីក្រុងភ្នំពេញហើយគាត់នឹងក៏ជាអ្នកផ្សព្វផ្សាយនៅនយោបាយនឹងការដឹកនាំអាណាធិបតេយ្យពះការរបស់ថ្នាក់ដឹកនាំយើងហើយជាពិសេសហ្នឹងគឺគាត់រិះគន់យ៉ាងខ្លាំងចាស់ដៃតែម្ដងពាក់ព័ន្ធសំខាន់បំផុតហ្នឹងគឺគាត់និយាយណាស់ស្មារតីដល់ប្រជាពលរដ្ឋនិងយុវជនខ្មែរយើងឲ្យពួកគាត់ហ្នឹងគោរពនឹងស្រឡាញ់សាមគ្គីគ្នាទៅវិញទៅមកដើម្បីផ្លាស់ប្ដូររបបដឹកនាំថ្មីហើយរបបដឹកនាំចាស់ហ្នឹងគឺដឹកនាំដោយលោកហ៊ុនសែនហើយរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនសែនហ្នឹងជាង40ឆ្នាំហ្នឹងគឺមិនបានធ្វើឲ្យប្រទេសកម្ពុជាហ្នឹងមានភាពរីកចម្រើនឬក៏អភិវឌ្ឍទេនៅពេលដែលគាត់បញ្ចេញសារនយោបាយនិយាយទៅកាន់មហាជននៅលើវេទិកានីមួយៗហើយតែងតែរងការរិះគន់ពីមហាជនអ្នកនយោបាយឬក៏បពប្រឆាំងអីហ្នឹងគឺរដ្ឋាភិបាលតែងចោទថាការនិយាយស្ដីរបស់លោកហ្នឹងគឺត្រឹមត្រូវហើយការរិះគន់របស់ប្រជាពលរដ្ឋខ្មែរហ្នឹងគឺជាការប្រឆាំងឬក៏ជាពុឧទាមអញ្ចឹងរដ្ឋាភិបាលមិនពេញចិត្តនឹងការរិះគន់ទេគាត់ចូលចិត្តតែពាក្យសរសើរនិងពាក្យអរគុណដល់រដ្ឋាភិបាលតែអរគុណសន្តិភាពជាដើមហ្នឹងហើយនេះបងប្អូនដឹងស្រាប់ហើយថារដ្ឋាភិបាលយើងគឺជារដ្ឋាភិបាលស៊ីជោដឹកនាំដោយលោកហ៊ុនសែនហ្នឹងគឺរដ្ឋាភិបាលស៊ីជោបំផុតហើយលោកគឺជាអ្នកស្រឡាញ់នៅអ្វីដែលថាឲ្យតែបានលុយប្រព្រឹត្តបទល្មើសអ្វីក៏គាត់ស្រឡាញ់ដែរដូចជាការនិយាយលើកជើងការកាប់សម្លាប់ប្រជាពលរដ្ឋទុនខ្សោយការលក់ទ្រព្យសម្បត្តិជាតិការឈ្លានពានពីប្រទេសជិតខាងការជួញដូរគ្រឿងញៀនមេខ្លោងធំប្រព្រឹត្តបទល្មើសការលក់ទ្រព្យសម្បត្តិធនធានធម្មជាតិជាដើមហ្នឹងហើយការសហការជាមួយជនបរទេសដើម្បីធ្វើបាបជាពលរដ្ឋខ្លួនឯងហ្នឹងគឺលោកពេញចិត្តលោកស្រឡាញ់លោកនឹងផ្ដល់យុទ្ធសាស្ត្រដល់ពួកហ្នឹងអញ្ចឹងហើយលោកមិនចូលចិត្តអ្នកដែលមិនគ្រប់គ្រងលោកទេដូចជាអ្នកខ្លះដែលរិះគន់លោកខ្លាំងអញ្ចឹងគឺលោកអត់ពេញចិត្តទេអញ្ចឹងលោកតែងតែតាមចាប់តាមប្រមាញ់ហើយដូច្នេះបងប្អូនកុំខឹងនឹងលោកអីគឺធ្វើម៉េចបើលោកកើតមកគឺអញ្ចឹងណាមួយពូជលោកគឺពូជអញ្ចឹងតែម្ដងតាំងពីសម័យដឹកនាំរបស់លោកហ៊ុនសែនរហូតដល់កូនគាត់ហ្នឹងគឺពូជពួកគាត់គឺស៊ីជោអញ្ចឹងទាំងអស់តែម្ដងដូចជាឥឡូវខ្ញុំនិយាយអំពីលោកផុនយុទ្ធលោកផុនយុទ្ធដែលគេចាប់ហ្នឹងឥឡូវយើងលើកមកនិយាយវិញគឺលោកផុនយុទ្ធបងប្អូនដឹងមិនអត់គឺគាត់ជាអ្នកផ្ញើសារនយោបាយគាត់ជាអ្នកនិយាយទ្រឹស្ដីបញ្ហាសង្គមគាត់ជាអ្នកលើករឿងបញ្ហាពាក់ព័ន្ធទៅនឹងការដឹកនាំដែលខុសច្បាប់ការដឹកនាំជិះជាន់ទៅលើប្រជាពលរដ្ឋទុនខ្សោយការរំលោភបំពានសិទ្ធិសេរីភាពនិងការបោះឆ្នោតការបំបិទសិទ្ធិសេរីភាពនិងការបញ្ចេញសារព័ត៌មានផ្សេងការឈ្លានពានពីប្រទេសផ្សេងដូចប្រទេសថៃជាដើមនៅរឿងថ្មីនេះអីហើយការដែលនាំប្រជាជនវៀតណាមមករស់នៅស្រុកខ្មែរហើយមានមន្ត្រីខ្លះហ្នឹងគឺជាជនជាតិយួនហើយយួនហ្នឹងក៏បានហូរចូលមកដល់ដីខ្មែរពេញនឹងទាំងអស់ហ្នឹងគឺលោកផុនយុទ្ធគាត់ធ្លាប់មានវីដេអូឃ្លីបនិយាយបញ្ហាលះចំហ្នឹងតែម្ដងហើយពួកគាត់ក៏តែងតែដាស់តឿននៅយុវជនខ្មែរជាពិសេសគឺជាពលរដ្ឋខ្មែរយើងហ្នឹងឲ្យមានការភ្ញាក់រលឹកតស៊ូឡើងកុំឲ្យអំណាចនៃការជិះជាន់របស់ថ្នាក់ដឹកនាំយើងបច្ចុប្បន្នហ្នឹងធ្វើបាបពួកយើងទៀតអញ្ចឹងលោកគឺជាមនុស្សម្នាក់ដែលមានចិត្តនិយមគាត់ស្រឡាញ់ប្រទេសជាតិគាត់ស្រឡាញ់ប្រជាពលរដ្ឋរបស់ខ្លួនឯងទោះបីជាគាត់ពិការក៏ដោយក៏ប៉ុន្តែគាត់ចូលចិត្តនៅអ្វីដែលត្រឹមត្រូវនឹងយុត្តិធម៌ស្រឡាញ់សិទ្ធិសេរីភាពហើយគាត់តែងតែនិយាយជារឿយៗថាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរយើងគួរតែសាមគ្គីស្រឡាញ់គ្នា
ជាពិសេសគឺថ្នាក់ដឹកនាំហ្នឹងតែម្ដងបើក៏ប៉ុន្តែថ្នាក់ដឹកនាំយើងគាត់អត់ពេញចិត្តសម្ដីបើគាត់និយាយទេលោកធ្លាប់បានជាប់គុក2 ដងហើយនៅឆ្នាំ2023-24ណាគឺលោកត្រូវជាប់គុកដោយសារគេចាប់មានការចោទប្រកាន់ផ្សេងដូច្នេះមនុស្សយើងណាដល់ពេលគេចង់ចាប់យើងគេចោទប្រកាន់យើងអ្វីក៏ត្រូវដែរអញ្ចឹងយើងអត់ឈ្នះគេទេដោយសារអំណាចទាំងអស់ពីតុលាការភូមិឃុំស្រុកខេត្តអីហ្នឹងស្ថិតនៅក្នុងកណ្ដាប់ដៃនឹងការគ្រប់គ្រងរបស់គណៈបកប្រជាជនហើយគណៈបកប្រជាជនហ្នឹងគឺលោកហ៊ុនសែនភ្នែកមួយហ្នឹងតែម្ដងជាអ្នកដឹកនាំអញ្ចឹងយើងធ្វើអីក៏មិនឈ្នះគេដែរអញ្ចឹងបានជាលោកហ្នឹងខិតខំព្យាយាមបញ្យល់ដល់ប្រជាពលរដ្ឋខ្មែរនិងយុវជនខ្មែរឲ្យចេះស្រឡាញ់សាមគ្គីគ្នាក្រោកឈរដើម្បីប្រឆាំងការដឹកនាំរបស់លោកហ៊ុនសែនក៏ប៉ុន្តែលោកហ៊ុនសែនគឺគាត់គឺជាមនុស្សក្បត់ជាជនក្បត់ជាតិគឺជាមនុស្សមួយដែលអាត្មានិយមជាមេដឹកនាំចោលម្សៀតហើយលោកព្យាយាមនិយាយដាស់តឿនប្រជាពលរដ្ឋខ្មែរយើងមកណាតែថាលោកហ៊ុនសែនហ្នឹងគឺការដឹកនាំរបស់គាត់ហ្នឹងគឺពុកអលួយមិនគោរពច្បាប់ជាជនប្រជាពលរដ្ឋហើយគាត់លើកហេតុផលនឹងសារមួយចំនួនជាច្រើនដែលពាក់ព័ន្ធទៅនឹងទ្រឹស្ដីបណ្ឌិតមួយចំនួនណាគឺគាត់យកមកនិយាយដើម្បីអប់រំប្រជាពលរដ្ឋខ្មែរយើងឲ្យពួកគាត់យល់អំពីតម្លៃក៏ប៉ុន្តែត្រូវរដ្ឋាភិបាលប្រឆាំងហើយថ្មីនេះក៏មានសាររបស់គាត់និយាយដែរគាត់ថាការសម័យប៉ុលពតតើយួននៅឯណាគាត់និយាយចឹងទៀតណានៅពេលដែលសម័យប៉ុលពតចាប់យួនក៏ត្រូវបានបញ្ជូនទៅស្រុកវិញតែមកដល់សម័យលោកហ៊ុនសែនដឹកនាំហេតុអីបានបញ្ចូលយួនមកច្រើនម្ល៉េះគាត់និយាយអញ្ចឹងគឺសារហ្នឹងគឺធ្វើឲ្យប៉ះពាល់ដល់គណៈបកប្រជាជនជាខ្លាំងដោយសារតែការផ្ញើសាររបស់គាត់ហ្នឹងវាប៉ះពាល់អញ្ចឹងគេក៏បានចាប់គាត់ទៅខ្ញុំយល់ថាអញ្ចឹងដែរវាបូកផ្សំគ្នាជាមួយនឹងរឿងអតីតកាលដែលគាត់បាននិយាយលើវីដេអូឃ្លីបជាច្រើនហ្នឹងវាពាក់ព័ន្ធគ្នាច្រើនណាអញ្ចឹងរឿងហ្នឹងគឺមិនមែនតិចតួចទេបងប្អូនយល់យ៉ាងណាដែរអំពីរឿងហ្នឹងហើយមានមួយទៀតគឺពាក់ព័ន្ធនឹងរដ្ឋាភិបាលថ្មីទៅដែលបង្កើតថ្មីហ្នឹងគឺស្របពេលដែលរដ្ឋាភិបាលថ្មីបង្កើតថ្មីពាក់ព័ន្ធទៅនឹងច្បាប់ដកអញ្ជាតិហ្នឹងគឺលោកផុនយុទ្ធគឺគាត់ធ្លាប់និយាយគាំទ្ររដ្ឋាភិបាលថ្មីដែរគាត់ថាបើសិនជារដ្ឋាភិបាលថ្មីល្អគឺគេនឹងគាំទ្ររដ្ឋាភិបាលថ្មីហើយពីព្រោះរដ្ឋាភិបាលថ្មីយកច្បាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី$23ដែលមាន23ប្រទេសចូលរួមហើយរដ្ឋលោកផុនយុទ្ធផងដែរគាត់ជាជនពិការមែនណាក៏ប៉ុន្តែគាត់មានគំនិតនិងមានចំណេះដឹងខ្ពស់គាត់ដែរចំណេះដឹងគាត់ក៏ស្មើនឹងបណ្ឌិតណាគាត់គេអ្នកវិទ្យាសាស្ត្រនយោបាយបើខ្ញុំនិយាយមិនខុសទេខ្ញុំឲ្យតម្លៃគាត់អញ្ចឹងចាប់បងប្អូនវិញឲ្យតម្លៃមិនដែរហើយស្រឡាញ់គាត់អត់សម្រាប់ខ្ញុំខ្ញុំស្រឡាញ់គាត់ថ្មីបាត់គាត់ជាជនពិការមែនគាត់ពិការភ្នែកហើយពិការដៃជើងមែនណាក៏ប៉ុន្តែចិត្តនិងខួរក្បាលក៏អត់ពិការទេចំណែកលហ៊ុនសែនពិការភ្នែកមួយជាហៀងខ្វាក់ភ្នែកគាត់មួយជាហៀងដាក់កែវតាដាក់អំបែងកែវទេមានកែវអីអំបែងកែវអំបែងដបអាដបដូរអេបចាយយកមកវាយដាក់តើភ្នែកលហ៊ុនសែនណាមានភ្នែកដាក់កែវឲ្យយើងល្អឯទេគឺអំបែងដបភ្នែកដាក់អំបែងដបមួយជាហៀងគាត់ខ្វាក់នឹងខ្វាក់ដោយសារនេះទេដោយសារតលួចមន់គេម្ចាស់តាមតនរត់បុកនឹងមេឃអាស័យជុងភ្នែកគាត់ខ្វាក់តែអញ្ចឹងទៅគាត់ក៏កុហកគេថាគាត់ត្រូវគ្រាប់ខ្វាក់ភ្នែកតែអត់ទេលោកហ៊ុនសែនខ្លាចកាភ្លើងណាលោកអើយលោកហ៊ុនសែនមានតែកាន់កាភ្លើងចូលសមរភូមិមិនជាមួយគេទេលោកហ៊ុនសែនចេះតែលេងបៀលេអាប៉ោងជលមន់លួចព្រាបលោកលួចឆ្មាលោកលួចឆ្កែលោកអីហ្នឹងលោកហ៊ុនសែនចេះអាហ្នឹងរឿងហ្នឹងចឹងខ្ញុំធ្លាប់ដឹងចាស់និយាយប្រាប់ខ្ញុំចឹងជាពិសេសហ្នឹងគឺខ្ញុំធ្លាប់នៅផ្ទះចិត្តផ្ទះលោកហ៊ុនសែននៅខេត្តកំពង់ចាមតាហើយឪគាត់ណាធ្លាប់និយាយរឿងប្រាប់ខ្ញុំថាកូនគាត់អាហ្នឹងនិយាយស្ដាប់គ្នាមិនបានទេនិយាយមួយយើងអើអញ្ចឹងដល់ពេលផុតពីយើងគឺវាគិតទៅចាចិត្តវាទេវាស្ដាប់វាយើងទេវាថាកូនគាត់វាខូចពេកថាមិនស្ដាប់ទៅលួចមន់គេរហូតជុងនឹងមេអាស័យខ្វាក់ភ្នែកមួយជាហៀងហើយគាត់យកទៅឲ្យពេកាពេលសម័យហ្នឹងគេមិនតាន់ចេះពេលកាត់ទេគេចេះពេលកាត់អីត្រឹមត្រូវទេចាគឺគេចេះតែដាក់ញ័រហ្នឹងតែម្ដងហើយលោកហ៊ុនសែននៅពេលហ្នឹងដឹងមិនអត់ភ្នែកគាត់ខ្វាក់មួយជាហៀងគេមិនដឹងរកអីដាក់បានណាគាត់ក៏ឃ្លីដាក់ទៅវាទូចពេកឃ្លីក្មេងមើលគោវិញលេងទៅវាទូចពេកហើយដាក់អំបែងកែវទៅមិនហ៊ានដាក់ខ្លាច់មហារីហើយកាត់ទេតំណោះតែអញ្ចឹងគឺមានតែអំបែង10ភូមិអំបែង10វាងាប់មេរោគអស់
គេចំអិនរងាប់មេរោគអស់ឆ្លោទៅអញ្ចឹងគេដាក់អំបែងដបទៅហើយអំបែងដបគេរើសនៅគំនរសម្រាមនៅលើនៅក្រោមអាចឆ្កែជក់ដាក់រាល់ថ្ងៃដល់ពេលគេរើសយកមកគេសូត្របល័យអាគុំពីមួយម៉ាត់ទៅហើយគេបញ្ចុះទៅគេឲ្យពេទ្យហ្នឹងក៏យកមកអ៊ុតឲ្យឆ្លុះមើលឲ្យគេឆ្ងោរងាស់សម្រាប់មេរោគហើយគេមលីងហើយក៏គេយកមកបញ្ចុះនៅកែវភ្នែករបស់លហ៊ុនសែនហ្នឹងតែម្ដងដល់បញ្ចុះលើកទី1ទី2អត់ត្រូវទេដោយសារតែកែវខ្លះវាធំអាកែវហ្នឹងជឿនកាលទៅដាក់ទៅវាធំបន្តិចក៏យកមកឆាបវាឲ្យទូចដល់ពេលដាក់ទៅវាទូចពេកហើយក៏ចាក់ម៉ែងកែវនឹងបន្ថែមទៀតដើម្បីឲ្យធំហើយដល់ពេលត្រូវហើយគេក៏ដាក់ទៅដល់ពេលដាក់ទៅជាលើកទី3ក៏បានសម្រេចដូចម្ដងហើយឥឡូវហ្នឹងគឺភ្នែកគាត់នៅភ្នែកបំបែងដបទៅសប្ងាយហ្នឹងតើតែបើសិនជាគាត់ងាប់ទៅពីណាយកទៅដុតអីដុតទៅអត់ឆេះទេគឺនៅបំបែងដបហ្នឹងអត់ឆេះទេគឺភ្នែកគាត់មួយជាហៀងហ្នឹងអញ្ចឹងបងប្អូននឹងចាំស្ដាប់នៅពេលក្រោយអរគុណច្រើនចា